สั้นเย่สลายเนียงนั่นแหละเป็นสำเนียงออกเสียงว่าฉันรักเธอพี่จะสอนภาษาให้พูดว่าสลายบ้องសូមជម្រាបសួរពុកម៉ែបងប្អូននិងប្រិយមិត្តទាំងអស់ជាទីមេត្រីភ្ញៀវកិត្តិយសទាំងអស់ជាទីគោរពស្រឡាញ់នេះគឺជាដំណើរកំសាន្តទៅលេងប្រទេសចិនគឺទៅលេងទីក្រុងឆិនទូទៅលេងជីវចៃកូទៅលេងទូជាងយៀនហើយយើងនឹងទៅទស្សនាសួនខ្លាឃ្មុំដ៏ធំដែលនៅឯទីក្រុងឆិនទូហើយនឹងសួនផ្កាដ៏ស្រស់ស្អាតនៅឯទូជាងយៀនដែលហៅថាម៉ាន់ហួរចងយៀនហើយក៏ធ្វើដំណើរបន្តឡើងភ្នំរហូតដល់កម្ពស់ 3000 ជាងម៉ែត្រទីនោះគឺជាជីវចៃកូគឺជាតំបន់ដែលមានទេសភាពស្អាតជាកន្លែងដែលជាប់ឈ្មោះល្បីនៅក្នុងប្រទេសចិនគឺជាតំបន់ដែលសម្បូរទៅដោយបឹងនៅលើភ្នំក៏ទៅភ្នំដែលមានកម្ពស់ដល់ទៅ 3000 ម៉ែត្រហើយនៅលើនោះនៅមានទឹកបឹងដែលថ្លាខៀវឆ្លុះដល់បាតដីហើយក៏មិននឹកស្មានថាដំណើរកំសាន្តលើកនេះយើងបានជួបព្រិលតកកដែលជាទីត្រេកត្រអាលសប្បាយក្នុងការទស្សនារបស់ភ្ញៀវទេសចរភ្ញៀវក្រុមធូរស៊ូគូប៊ូស៊ូយើងអត់នឹកស្មានថាលើកនេះយើងទៅហ្នឹងគឺយើងទៅមើលតកកទេយើងគ្រាន់តែទៅមើលទេសភាពមើលផ្កាមើលអីអញ្ចឹងណាកប់ជូនចំពេលនោះធ្លាក់តកកធ្លាក់ព្រិលរិលមករយមកសប្បាយមួយយ៉ាងឥឡូវនេះភ្ញៀវរបស់យើងធ្វើដំណើរចាក់ចេញពីហោះហើរចេញពីទីក្រុងភ្នំពេញមកកាន់ទីក្រុងឆិនទូឥឡូវយើងកំពុងតែនៅតាមផ្លូវពេលដែលយើងចេញពីពលានយន្តហោះមកយើងក៏ជិះ City Tour ឆ្វែលក្រុងឆិនទូទស្សនាតាមដងផ្លូវប្រទេសគេអញ្ចឹងណានេះគឺជាផ្លូវនៅក្នុងទីក្រុងឆិនទូដែលជាទីក្រុងមួយដ៏ល្បីដែរនៅក្នុងប្រទេសចិននិយាយទៅប្រទេសចិនគឺមានទីក្រុងធំជាច្រើនគ្រាន់តែខេត្តចិនមួយនឹងធំជាងស្រុកខ្មែរយើងនឹងប្រមាណដងនោះហើយចំពោះប្រជាជនវិញក្នុងមួយខេត្តគឺរាប់លានអ្នកច្រើនជាងប្រទេសកម្ពុជាយើងធ្វើម៉េចគេជាប្រទេសអំណាចមួយដែរនិយាយទៅឥឡូវសប្តាហ៍ថ្ងៃចិនណាអូខេឥឡូវក្រុមធួរបស់ស៊ូគូប៊ូស៊ូដែលមានអាចេកអាស៊ីមគឺជាគាត់បានមកដល់សួនខ្លាឃ្មុំដែលយើងហៅថាឆុងម៉ៅលើយៀនយើងបានចូលទស្សនាសួនខ្លាឃ្មុំដែលរៀបចំឡានអាគុយជូនគាត់ជិះតែទោះជាយ៉ាងណាក៏ត្រូវតែដើរបន្តិចបងប្អូនបន្ទាប់ពីយើងចុះពីចំណតចេញពីចំណតឡានអាគុយមកគឺយើងត្រូវដើរចូលមកមើលខ្លាឃ្មុំឥឡូវមើលខ្លាឃ្មុំកំពុងតែដើរកាច់រៀងជូនយើងទស្សនាកំសាន្តពេលខ្លះទៅដល់លេងខ្លាឃ្មុំគេខ្ជិលគេដេកជ្រុលគេអប្រមចេញមកគេនៅក្នុងផ្ទះគេយើងមើលមិនឃើញតែពេលដែលយើងចេញទៅយើងទៅដល់ក្រុមយើងហេងដែរខ្លាឃ្មុំគេចេញមកអេះខ្នងអីគេលំមាស់គេមកអេះខ្នងអីចឹងណាហើយគេឃើញខ្លាឃ្មុំកំពុងវាកំពុងតែខ្ញុំមកបានថតខ្ជិលថតជូនបងប្អូនទស្សនាខ្លាឃ្មុំចឹងខ្លាឃ្មុំនេះគឺជាហៅថាខ្លាឃ្មុំ Panda គឺជាសត្វមួយយ៉ាងដែលប្លែកចម្លែកយើងមិននឹកស្មានថាសត្វនេះមិនកសតែមួយកណាត់ហើយដូចពាក់អាវអញ្ចឹងបងប្អូនវាជាកំណើតរបស់វាអញ្ចឹងបានគេដាក់ឈ្មោះថាឆុងម៉ៅវាខុសពីខ្លាឃ្មុំធម្មតាខ្លាឃ្មុំធម្មតាខ្មៅគឺខ្មៅទាំងអស់អានេះគឺអត់ទេសហើយនឹងខ្មៅហើយដូចគ្នាវាដូចជាគេផាត់ពណ៌ឬក៏មើលទៅដូចពាក់អាវអញ្ចឹងឥឡូវយើងចេញពីសួនខ្លាឃ្មុំហើយយើងបន្តដំណើរទៅទស្សនាសួនផ្កាប៉ុន្តែមុននឹងទៅទស្សនាសួនផ្កាយើងចូលពិសាបាយសិនបងប្អូនដំណើរកំសាន្តមួយនេះគឺមានរយៈពេល6ថ្ងៃ5យប់បើសិនជាបងប្អូនទិញធូរនេះក៏មានគេរៀប5ថ្ងៃ4យប់ដែរបងប្អូនប៉ុន្តែ5ថ្ងៃ4យប់គឺហត់ណាស់ដោយសារយើងត្រូវធ្វើដំណើរចាក់ចេញពីឆិនទូជិះឡានទៅដល់ជីវចៃកូនោះគឺជិះឡានក្នុងមួយថ្ងៃជិះដល់ទៅ12ម៉ោងហើយដោយសារក្រុមខ្ញុំនឹងភាគច្រើនគឺអាយុលើ60ដល់អញ្ចឹងទៅយើងរៀបឲ្យគាត់រៀងធូរបន្តិចទៅម្ដាយគេម្ដាយយើងឥឡូវគាត់កំពុងតែពិសាបាយនេះគឺបាយម្ហូបអាហារបែបតំបន់របស់គេយ៉ាងណាក៏ស៊ូគូប៊ូស៊ូព្យាយាមរៀបម្ហូបណាដែលត្រូវនឹងរសជាតិគាត់តែទោះជាយ៉ាងណាក៏មិនអាចចាប់គាត់ចិត្តបានទាំងអស់គ្នាដែរដោយសាររសជាតិនៅទីនេះភាគច្រើនគឺហឹរបើមិនហឹរគឺខ្លាញ់ចឹងហើយខ្ញុំបាទព្យាយាមរកហាងណាដែលស័ក្តិសមដែលរសជាតិនឹងវាត្រូវនឹងពួកក្រុមយើងចឹងណាចឹងបន្ទាប់ពីពិសាបាយថ្ងៃត្រង់អីហើយយើងក៏ទៅទស្សនាសួនផ្កាអូហូយខែ3បងប្អូនអើយផ្ការីកស៊ូស្កេស្អាតមែនតែនជាពិសេសគឺផ្កាអង្គាសិល
ហើយនៅកាសាគូរ៉ានិយាយទៅស្រុកចិនឥឡូវគេដាំសាគូរ៉ាដែរបងប្អូនសឹងតែគ្រប់ផ្លូវគឺរីស្គូស្គីកាងគៀសិលកាសាគូរ៉ាស្កាទូលីបអីមានទាំងអស់មើលអ៊ីគាត់កំពុងតែសប្បាយអញ្ចឹងវីដេអូមួយនេះខ្ញុំអត់ចង់និយាយច្រើនទេចង់ដាក់បញ្ចូលនៅបទចម្រៀងជូនបងប្អូនទស្សនាកម្សាន្តអញ្ចឹងណាហើយដំណើរកម្សាន្តមួយនេះគឺមានកន្លែងដែលត្រូវប្រុងប្រយ័ត្នដែលត្រូវដូចថាមុននឹងចេញដំណើរយើងក៏ធ្វើតេស្តសុខភាពដែរដោយសារនីវ៉ូកន្លែងដែលយើងទៅជីវចៃកោហ្នឹងគឺមានកម្ពស់ពីនីវ៉ូទឹកសមុទ្រហ្នឹងដល់ទៅ 3000 ម៉ែត្រអញ្ចឹងមនុស្សយើងដែលមានអាយុវ័យលើសពី60ឡើងពេលទៅដល់កន្លែងខ្ពស់តែងតែមានជំងឺសម្ពាធបេះដូងធ្វើឲ្យយើងថប់ដង្ហើមធ្វើឲ្យយើងពិបាកដកដង្ហើមអញ្ចឹងការធ្វើដំណើរមួយនេះគឺខ្ញុំផ្ចិតផ្ចង់ឲ្យប្រុងប្រយ័ត្នមែនតែនខ្លាចក្រែងលោមានបញ្ហាសុខភាពសូម្បីតែខ្ញុំនឹងក៏ស្អកកដែរបងប្អូនស្ដាប់ឮឲ្យខ្ញុំកំពុងនិយាយនឹងស្អកកហើយដោយសារតែជានៅទីនោះតិចហើយខ្ញុំមកដល់ភ្នំពេញបាន2ថ្ងៃខ្ញុំក៏ធ្វើដំណើរជូនពួកគាត់មកទៀតប្រហែលថ្ងៃមុនខ្ញុំជូនទៅលេងអ៊ីនណានពេលខ្ញុំទៅអ៊ីនណានហ្នឹងក៏វាតិចដែរត្រឹមតែ16អង្សាទេហើយពេលខ្ញុំមកដល់ស្រុកខ្មែរ2ថ្ងៃគឺ32 33ខ្ញុំចេញទៅក្រៅធ្វើការធ្វើអីអញ្ចឹងវាក្តៅដល់តែបន្ទាប់មកទៀត2ថ្ងៃក្រោយខ្ញុំធ្វើដំណើរមកកាន់ទីនេះត្រឹមតែ7អង្សា10អង្សាអញ្ចឹងហើយវាធ្វើឲ្យយើងឲ្យសុខភាពខ្ញុំផ្លាស់ប្ដូរអត់ទាន់អញ្ចឹងវាធ្វើឲ្យខ្ញុំមានបញ្ហាសុខភាពបន្តិចសូម្បីតែខ្ញុំនិយាយនឹងសំឡេងរៀងស្អកឥឡូវយើងបានមកដល់សួនផ្កាហើយយើងកំពុងតែទស្សនាសួនផ្កាពីលើស្ពានកញ្ចក់មួយនេះខ្ពស់ដែរសម្រាប់គ្នាខ្ញុំមានប៉ុន្មានអ្នកគាត់ខ្លាចដែរហើយសួនផ្កាស្អាតមែនទែនបងប្អូនមើលសួនផ្កាពីលើទៅឥឡូវខ្ញុំសូមនិយាយពីដំណើរដែលយើងត្រូវប្រុងប្រយ័ត្នទៅជីវចៃកោហ្នឹងគឺឆ្ងាយពីទីក្រុងឆិនទូដោយសារយើងជិះឡាន12ម៉ោងបានទៅដល់យើងជិះតាំងពីផ្លូវរៀបរហូតឡើងដល់ភ្នំកម្ពស់2000ម៉ែត្រពេលដែលយើងឡើងដល់កម្ពស់2000ម៉ែត្រចាប់ផ្ដើមហឹងត្រជាចាប់ផ្ដើមចង់គេងហើយបងប្អូនហើយអាកាសធាតុក៏ត្រជាក់ទៅចំពោះអាវល្ងាចដែលយើងទិញនៅសាទូតពូងអីហ្នឹងទប់អត់ជាប់ទេដោយសារអាវយើងភាគច្រើនគឺអាវកូពីអញ្ចឹងវាអត់សូវការពារកម្ដៅបានទេអញ្ចឹងនេះគឺជាសកម្មភាពសប្បាយរបស់ភីវខ្ញុំទស្សនាសកម្មភាពសប្បាយរបស់គាត់សិនវាគឺមានការរីបការរយចាំខ្ញុំដាក់សំឡេងស៊ីនឲ្យស្ដាប់នឹងបងប្អូនស្ដាប់ឲ្យសើចសប្បាយហ្មងទោះជាយ៉ាងណាខ្ញុំបាទក៏ព្យាយាមរៀបចំកម្មវិធីសប្បាយបង្កើតជូនបងប្អូនទស្សនាជូនអ៊ីឲ្យគាត់ដើរលេងបានសប្បាយអាយុប៉ុណ្នេះហើយត្រូវតែសប្បាយហើយគ្មានអីត្រូវខ្មាស់ទេបងប្អូនការដែលយើងសប្បាយកូនចៅគាត់ក៏ឃើញមកថាប៉ាម៉ាក់ដើរលេងសប្បាយគាត់កូនចៅក៏សប្បាយចិត្តនេះគឺជាសកម្មភាពដែលយើងកំពុងតែដើរលើស្ពានកញ្ចក់បន្ទាប់មកយើងទស្សនាផ្កាឥឡូវមកមើលមុខពូហ្គាយសិនពូហ្គាយក៏ក្បែរ60ដែរបងប្អូនក្បែរ60ណាអូខេហើយឥឡូវនេះយើងកំពុងតែដើរក្នុងស្ពានកញ្ចក់នេះវាមានកន្លែងដើរទៅវាមានស្នាមប្រេះទីនេះគេហៅថាម៉ាន់ហួរចង់យែនមើលពីលើទៅឃើញផ្កាសាគូរ៉ាប៉ុន្តែខែ3កន្លែងនេះរីកអត់ទាន់ស្អាតមែនទែននៅតាមដងផ្លូវគឺស្អាតឥឡូវខ្ញុំសូមបញ្ជាក់ពីការធ្វើដំណើរទៅកាន់ជីវចៃកោពេលយើងឡើងដល់នីវ៉ូកម្ពស់2000ម៉ែត្រយើងចាប់ផ្ដើមហឹងតិចហើយក៏ចាប់ផ្ដើមរៀងដូចថាចង់ដេកហ្មងនិយាយបងប្អូនសុខភាពអត់ល្អសុខភាពខ្សោយអីពិបាកកុំទៅអីហើយជង្គង់អត់ល្អអីពិបាកដើរដោយសារនៅទីនោះត្រូវដើរច្រើនអញ្ចឹងបើសិនជាមានពុកម៉ែដែលគាត់ទៅមួយធូរគេអីបើមិនមានកូនចៅទៅទេឲ្យប៉ាម៉ាក់អាយុ60-70ហ្នឹងទៅជាមួយគេអីរៀងហត់តិចឆិនទូនេះក៏អញ្ចឹងឆុងឈីងនេះក៏អញ្ចឹងសិតតែកន្លែងដើរឲ្យបងប្អូនព្រោះវាជាទីក្រុងនៅលើភ្នំអញ្ចឹងទោះបីជាគាត់ទៅចុះមកញ៉ាំបាយក៏គាត់ត្រូវតែដើរប្រហែលកម្មដែរហើយពេលទៅកន្លែងដើរលេងពិតមែនថាមានរៀបឡានអាគុយឲ្យជិះឡានអាគុយមែនប៉ុន្តែមុននឹងទៅដល់កន្លែងឡានអាគុយនឹងក៏ត្រូវដើរបន្តិចដែរហើយជិះអីគេជិះ bus city tour នៅក្នុង bus tour នៅក្នុងតំបន់នៅក្នុងកន្លែងកំសាន្តនៅក្នុងសួនហ្នឹងក៏ត្រូវតម្រង់ជួរដែរម្ដងតម្រង់ជួរយូរឥឡូវមកនិយាយពីបញ្ហាសម្ពាធបេះដូងវិញនៅពេលដែលយើងឡើងដល់កម្ពស់ 3000 ម៉ែត្រណាគឺយើងចាប់ផ្ដើមរឿងថប់វាយអញ្ចឹងគឺមានថ្នាំមួយយ៉ាងដែលហៅថាហុងជីងធានអាចទិញយកមកញ៉ាំបានខ្ញុំមកអត់ស្រួលខ្លួនទេខ្ញុំញ៉ាំថ្នាំហ្នឹងទៅប្រវេមកខ្ញុំចាប់ផ្ដើមក្រហមវិញប៉ុន្តែវាធ្វើខ្ញុំក្តៅក្នុងថ្នាំហ្នឹងវាមានជាតិក្តៅយើងញ៉ាំទៅដូចក្តៅពិបាករៀងពិបាកបត់ជើងបន្តិចហើយរៀងធ្វើឲ្យស្អាកអញ្ចឹងណាដោយសារថ្នាំហ្នឹងវាក្តៅដើម្បីធ្វើឲ្យយើងមានកម្ដៅនៅក្នុងខ្លួនឡើងដល់លើភ្នំវាត្រជាក់ផងអីផងអញ្ចឹងហើយ
ឬមួយក៏យើងទិញ10អុកស៊ីសែន10តូចមួយទេមិនធំប្រហែលនេះប៉ុន្តែឆ្នាំមូសអញ្ចឹងហើយគេមានអាកាឆាំងម៉ាងគេសម្រាប់ឲ្យយើងដាក់នឹងចំមុះបឺទៅវារៀងធូរអញ្ចឹងវាអត់សូវហត់ណាបើយើងដើរវារៀងទាំងហក់អញ្ចឹងហើយកន្លែងខាងលើភ្នំនោះយើងឡើងដល់លើនោះយើងចុះពីឡានមកគឺយើងត្រូវដើរចុះគេមានកម្មជាដើមមានអីដើរស្រួលបួប៉ុន្តែដោយសារភៀវខ្ញុំណាអាយុ60អីអញ្ចឹងគាត់រៀងពិបាកដើរដែរចឹងទី1គឺបញ្ហាសុខភាពទី2បើសិនជាពុកម៉ែដែលគាត់ទៅមួយគេមានធម្មតាគាត់អាយុ60 70ឡើងអីហ្នឹងក៏អត់មានកូនចៅទៅជាមួយអីខ្ញុំសូមផ្ដល់យោបល់ថាគួរតែមានកូនចៅទៅជាមួយហើយបើសិនទៅតាមធួខ្ញុំអត់អីទេដោយសារធួខ្ញុំភាកច្រើនគឺអាយុប៉ុនគ្នាហ្មងអញ្ចឹងពួកយើងដើរចាំគ្នាតែបើសិនជាទៅធួដែលគេលាយគ្នាលាយមានក្មេងមានចាស់គេ3 4នាក់គេ2 3នាក់មកគ្រួសារគេ4 5នាក់យើង2នាក់3នាក់ហ្នឹងគឺអត់មានណាគេចាំយើងទេគេ take care ដល់គ្រួសារគេទេអញ្ចឹងគេដើររៀងខ្លួនហើយតែចំពោះធួខ្ញុំភាកច្រើនគឺសិតស្គាល់គ្នាមកក្រុមគឺសិតស្គាល់គ្នាហ្មងគាត់ហាត់ប្រាណមួយគ្នាគាត់ជាមិត្តភក្តិគ្នាអីគ្នាអញ្ចឹងណា20នាក់អញ្ចឹងទៅណាមកណាគឺទៅទាំងអស់គ្នាសម្រាប់គឺសម្រាប់ទាំងអស់គ្នាអ្នកណាដើរបានគឺជួយមើលគ្នាទៅវិញទៅមកនេះគឺជាអ្វីដែលចាំបាច់អ្វីដែលគួរដឹងហើយចំពោះបញ្ហាសុខភាពវិញយប់ឡើងគេងក៏អញ្ចឹងដែររៀងថប់អញ្ចឹងត្រូវពិនិត្យសុខភាពឲ្យបានល្អមុននឹងទៅលេងជីវចៃកោសៀងកលីឡាអ៊ីងណានឬក៏ទៅលេងអ៊ីឡុងសៀសានអីហ្នឹងគឺសិតតែតំបន់ត្រជាក់ហើយតំបន់ខ្ពស់អញ្ចឹងហើយត្រូវតែប្រយ័ត្នអូខេឥឡូវនេះមកដល់កន្លែងគេងហើយបងប្អូននេះគឺជាបន្ទប់គេងដែលធួស៊ូគូប៊ូស៊ូរៀបចំសម្រាប់ភ្ញៀវគឺបន្ទប់ទឹកអីហ្នឹងគឺមកសំរុំមិនមែនថាឲ្យតែស៊ូគូប៊ូស៊ូនាំស៊ូគូប៊ូស៊ូរៀបចំគឺតម្លៃល្អគឺល្អទេចង់និយាយថាមិនមែនថាឲ្យតែខាងស៊ូគូប៊ូស៊ូរៀបគឺល្អទាំងអស់ទេបងប្អូនគឺមកសំរុំគឺមិនអាចនិយាយថាអូល្អខ្លាំងអីអត់ទេមកសំរុំមកទទួលបានសំនឹងតម្លៃដែលបងប្អូនបានចំណាយដូចជាភាសាចិនគេនិយាយថាជីហុងជីជីហុងហួយអ៊ីហ្វិនឈៀនអ៊ីហ្វិនហួលុយណារបស់ហ្នឹងអញ្ចឹងបងប្អូនអូខេហើយបន្តទៅទៀតនេះបងប្អូនគឺធ្វើដំណើរចាក់ចេញពីឆិនទូដើម្បីឡើងទៅកាន់ជីវចៃកោអូខេឥឡូវនេះសូមពុកម៉ែបងប្អូនរីករាយទស្សនានៅសកម្មភាពសប្បាយរបស់ក្រុមភ្ញៀវស៊ូគូប៊ូស៊ូហើយបន្តិចទៀតខ្ញុំនឹងបន្តការរាយរាប់ជូនបងប្អូនសម្រាប់បន្តទៀតយោអើយសបាយម្លឹងទេ
โอเคบองប្អូនយ៉ាងមិនដែរបន្ទាប់ពីបានទស្សនានៅសួនផ្កាដ៏ស្រស់ស្អាតអមទៅដោយបទចម្រៀងនិងសកម្មភាពសប្បាយៗរបស់ក្រុមភ្ញៀវស៊ូកូប៊ូស៊ូឥឡូវនេះសូមបន្តដំណើរឡើងភ្នំជាមួយនឹងក្រុមធួយើងខ្ញុំតាមផ្លូវគឺមានតកមានអីអញ្ចឹងណាអញ្ចឹងវីដេអូមួយនេះខ្ញុំសូមរាយរាប់តែប៉ុណ្្នឹងឯងដំណើរកំសាន្តមួយនេះគឺ5ថ្ងៃ4យប់គឺយើងហោះត្រង់ពីភ្នំពេញមកកាន់ឆិនទូតែម្ដងហើយបើសិនជាបងប្អូនចង់រៀបដំណើរកំសាន្តទៅកាន់ស្រុកចិនវៀតណាមថៃឡាវជាពិសេសគឺនៅក្នុងបរិជាណាចក្រកម្ពុជាយើងជាលក្ខណៈ team work ជាលក្ខណៈក្រុមគ្រួសារមិត្តភ័ក្តិអីបងប្អូនអាចតាក់ទងខ្ញុំបាទស៊ូកូប៊ូស៊ូនិយាយពីតម្លៃវិញគឺទៅតាមបាត់ចិត្តរបស់ភ្ញៀវគាត់ហាយទៅយើងអាចរៀបឲ្យគាត់រៀងហាយរៀងខ្ពស់ទៅភ្ញៀវខ្លះគាត់ថាជាលោកគ្រូអ្នកគ្រូជាសាលារៀនគាត់ចង់បានតម្លៃប៉ុណ្នេះមកក្រុមគាត់ចង់រៀបតម្លៃប៉ុណ្នេះគាត់ទៅបានយើងនឹងរៀបទៅតាមនឹងទៅតាមសន្តាគារទៅតាមការហូបចុកទៅតាមកន្លែងកំសាន្តយើងរៀបចំឲ្យគាត់ទៅតាមតម្លៃដែលគាត់ចង់បានមិនមែនថាឲ្យតែខ្ញុំរៀបសិតតម្លៃខ្ពស់ឲ្យអត់ទេតែដោយសារភ្ញៀវខ្លះគាត់ធូរធារដែរគាត់អាយុច្រើនដែរគាត់ខំរស់ស៊ីសឹងអស់មកពាក់កណ្ដាលជីវិតហើយដូច្នេះគាត់ចង់សោយសុខគាត់ចង់បានហូបឆ្ងាញ់គេងស្រួលកន្លែងល្អអញ្ចឹងទៅតម្លៃវារៀងខ្ពស់បន្តិចតែចំពោះបងប្អូនថាមានជីវភាពមធ្យមធម្មតាជាលក្ខណៈ team work ក្រុមការងារសាលារៀនឬក៏បងប្អូននៅតាមបណ្ដាខេត្តបងប្អូនចង់រៀបតម្លៃប៉ុណ្ណាដូចជាឧបមាថាភ្នំពេញកោះស្ដេចទៅលេងកោះស្ដេច2ថ្ងៃ1យប់នឹងតម្លៃវាមាន100ជាងវាមាន200ជាងទៅលេងសៀមរាប3ថ្ងៃ2យប់វាមាន300ជាងវាមាន100ជាងវាមានក្រោម100អីបងប្អូនអាចតាក់ទងខ្ញុំបាទស៊ូកូប៊ូស៊ូខ្ញុំបាទនឹងរៀបចំទៅតាមតម្រូវបាត់ចិត្តប៉ុណ្ណាធ្វើបានគឺប្រាប់ថាប៉ុណ្ណឹងធ្វើមិនបានគាត់ថាធ្វើមិនបានអត់ថាទៅយកភ្ញៀវដើម្បីឲ្យបានតម្លៃធូរដើម្បីអីឲ្យយកមកកាត់បន្ថយដោយថាចិនគេថាធូកងជៀនលាវអីចឹងអត់ទេតម្លៃណារបស់នឹងខ្ញុំរៀបចំមកប៉ុណ្្នឹងទៅតាម schedule អូខេអញ្ចឹងសូមបងប្អូនរីករាយទស្សនានៅដំណើរកំសាន្តមួយនេះហើយជាចុងក្រោយមិនមែនតន់ចប់ទេវីដេអូមួយនេះអត់តន់ចប់ទេបងប្អូនទស្សនាទេសភាពស្អាតពីដំណើរកំសាន្តជូតសៃកោប៉ុន្តែខ្ញុំចង់ថាមុននឹងខ្ញុំឈប់បរិយាយពីដំណើរកំសាន្តមួយនេះខ្ញុំបាទក៏សូមថ្លែងអំណរអគុណដល់ភ្ញៀវកិត្តិយសនៅក្នុងក្រុមនេះទាំងអស់លោកពូអ្នកមីងអាអ៊ីអាចេកអាស៊ីមអាគីមបងប្អូនទាំងអស់គ្នាក្នុងក្រុមទាំងអស់តែម្ដងអរគុណសម្រាប់ការជួយគាំទ្រសេវាកម្មទូស៊ូកូប៊ូស៊ូអរគុណសម្រាប់ការរាប់អានអរគុណសម្រាប់ការជួយទិញកញ្ចប់ធួរបស់ក្រុមហ៊ុនក្មួយក៏សូមជូនពរដល់លោកទាំងអស់គ្នាសូមឲ្យមានសុខភាពល្អសុខសប្បាយកូនចៅសុខដុមរមនារោគទទួលទានមានបានធ្វើដំណើរទៅណាមកណាជួបតែសុខសុវត្ថិភាពជាពិសេសសូមឲ្យលោកទាំងអស់គ្នានោះសុខភាពកាន់តែល្អសម្រស់កាន់តែក្មេងជាងវ័យមិនភ្លេចទេអរគុណហាងផ្កាអេលីអូខេឥឡូវនេះសូមបងប្អូនរីករាយទស្សនានៅវីដេអូមួយនេះអមទៅដោយទេសភាពស្អាតនៅក្នុងដំណើរកំសាន្ត6ថ្ងៃ5យប់6ថ្ងៃ5យប់ភ្នំពេញហោះទៅឆិនទូទៅទូជាងយៀនชงមកលើយៀនជូចៃកោហើយក៏បានទស្សនានៅទាំងទស្សនីយភាពការshowបង្ហាញអំពីទំនៀមទម្លាប់វប្បធម៌របស់ប្រជាជនដែលរស់នៅលើភ្នំជីវចៃកោអរគុណសូមបងប្អូនរីករាយទស្សនាដូចតទៅ Hello វីដេអូយ៉ាឡាតកដើរទៅណាបាយតិចកុំឲ្យល្ងាចូលមកយកមុខធំជាវចៃកោអានមើលប្រលទៅជីឡានមើលប្រលខេគឺដឹងថានៅលើឡានហ្នឹងសប្រលចំវិញហ្នឹងនេះមើល Hello Young my d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 o Chỉ riêng mình toàn rực chân xịt lây chụp đinh bóng cái môi xinh đầy sang xa sang đi ya mong bay mong dọc tiếng ngày chôn vinh tiếng yêu ông lư
ประหยัดมองพอชอบใจอ่อนรอบหนึ่งมองสบายเลือนเตเพลงข้างรถยนต์กันตระโอรมอย่าอ้อแต่งกายยังรวมมันฟอลควายแสนสองหายองมาดูยองมาดูยองมาดูแต่ลือบงท้าสนิยามองเจ้าอ่อนไปหยาบเลยแล้วเรียบกระดาษด้วยภาษาลือสิเพลย์ลานบอกก็รถเจ้าเตยนัดโจกรบเปิ้ลผ่าที่ยบนี้ baby you dance so sexy baby you feel to love me I really love you baby ยองมาดูสลิปเรียงมันตัวในรถยนต์สิเพลย์ยบนี้บองเกยมวยเสรีทางซาสนิยามองไปมองยกแต่งไงจนเป็นเต็มยกโอนลือกายนากายยายกโยสลิปเรียงมีดีหมดสมัยเติมชุบนั่งเพราะสบายยองมาดู Hello Hello ประหยัดมองพอชอบใจโอนรอมหนึ่งมองสบายเลือนเตเพลงขนมรถยนต์กันตระโอนรอมอย่าอ้อแต่งกายยังรวมมันฟอลควายแสนสองหายองมาดู Hello Hello ยองมาดู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 สลิปเรียงมันตัวในรถยนต์สิเพลย์จบนิ่งบองแกมวยเสรีทางซาสันนิยามองไปมองยกแต่งไงจนเป็นเต็มยกองลือกายนากายยายกโยสลิปเรียงมีดีหมดสมัยแต่ชุบนั่งเพราะสบายยองมาดู Hello Hello ประหยัดมองพอชอบใจอ่อนรอบหนึ่งมองสบาย Đánh cam là phương phan là ai nung mơ ลืออ่อนเตเพลงข้างรถยนต์กันตระโอรมอย่าอ้อแต่งกายยังรวมมันฟอลควายแสนสองหายองมาดูยองมาดูยองมาดูแต่ลือบงท้าสนิยามองเจ้าอ่อนไปหยาบเลยแล้วเรียบกระดาษด้วยภาษาลือสิเพลย์ลานบอกก็รถเจ้าเตยนัดโจกรบเปิ้ลผ่าที่ยบนี้ baby you dance so sexy baby you feel to love me I really love you baby ยองมาดูสลิปเรียงมันตัวในรถยนต์สิเพลย์ยบนิ่งบองเกยมวยเสรีทางซาสันนิยามองไปมองยกแต่งไงจนเป็นเต็มยกโอนลือกายนากายยายกโยสลิปเรียงมีดีหมดสมัยเติมชุบนั่งเพราะสบายยองมาดู Hello Hello ประหยัดมองพอชอบใจโอนรอมหนึ่งมองสบายเลือนเตเพลงขนมรถยนต์กันตระโอนรอมอย่าอ้อแต่งกายยังรวมมันฟอลควายแสนสองหายองมาดู con chờ ma ki a ma yo ai ya la so ma ki a ma ki a ma ki a 哎妈，起高了啊！再起上去就播音了啊！是，等一下给你们跳个舞好不好？
เคปุกใบบองโป้หนึ่งเปรย์มันต่างอจิตติเมตรัยยังไม่ได้บรรทบิบาลเทศนาดับบอลทะเลตะกอดับบอลดับเมียนตึกทลาคิวสกรรมเพียบสบายดับบกรมทูสุกุบุสุระยะเปบุญไงห้าเหล่านี้โจดับไงตีแปรมยืมบานมาดอลตีกรงฉันชงชิงได้จิตตีกรงได้เก็บสัตเนียมทาจิตตีกรงในเลือพนมตีจิตตีกรงได้สมบูรณ์แต่ได้สเปียนจิตตีกรงสมบูรณ์แต่ได้อัพทะเลอัพจออัพอีกอย่างก็บองพอนเจียพิเศษชงชิงคือเจียตีกรงในสุปชงชิงยำสุปหลังเฮลใต้มาดองยายหายทาตีกรงมันเตะมาโฮบมามุกน้าก็เฮลได้เฮลหลังจังฮออะไรสมบองปอรีเดศนาในวิดีโอมวยนี้บรรทอเตียดแต่วันติดเจ้าไปบองปอนโดยสารยมกัดโยคลาอัดจังไปเวงเป๊กให้ดำน้ำกำซานมวยนี้คือประมวยไทยปรามยุบจียุนฮอตรองบิพนมปิงแต่ฉันตู้ใต้หมัดดองขอบคุณสำหรับการเทศนาส่งบรรทอการเทศนาบรรทอที่เราโคตรเราจับคอมพลีทนะบองปอนจองติงทัวเรียบทัวได้เลยไงอาจจะตรงปูไก่สุกุบุสุได้มีเลขตูรศัพท์ในขนมวิดีโอนี้ใต้หมัดดองเชียร์เตะเพลิงเตะบัดดำบองลังที่เตะเพลิงเตะติ้งตักไทยชงชิงเชียร์เตะเพลิงบัดดำบองบัดเปียเป็นตาย2分钟开演了，唱川剧节28位，看所有表演6个节目都有，一次性看完所有演cái này cái lụa nông lụa ấy nào nổ y đá mà y ăn chẳng đá y sầm mẹ thôi đấy đá mất tính á nội ta tam gái đâu mà có và lời nên lời hiện cái này thiên hả có muối gì hết cả mẹ này có chứ nó được du ngay viên lăng tuần có muối má nữa chỉ kênh nhá là khác nè Có chăn nó ngay có tầm bữa chặt lại nó ngayเอาปากกาcó đi vật đấy拍照回拍照老三你等会老三nổ cho tẹp bạt cảm ơn mối tiện都可以拿着手机到平台上拍的。他这儿卖一种碱辣的。老师摸一摸呀。请勿逗留拍照。天桥人流量大，请勿逗留拍照。天桥人流量大，请勿逗留拍照。